Sustainable គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយនេះក៏ដូចតែកណ្ដឹងដែរគឺខ្ញុំមកធ្វើអំពី DNS server នៅលើ Linux Sun.S9 ចូលឲ្យមកវាវទាំងអស់គ្នាអ្នកគ្នាគ្នានេះអ្នកគ្នាយកមកដកខរបស់យើងហើយខ្ញុំយើងមានយើងដំបូងយើងត្រូវ install បានអញ្ចឹងនេះយើងមាន comment នឹង div new មានតាម step វា step ទី1គឺ install បានទី2គឺ start និង enable បានទៅវិញហ្នឹងទី3គឺយើង config វាបន្តទៅទៀតវាមានតាម sudo nano command នេះតាមតែអ្នកគ្នាដូចstep 4នេះគឺ create zone file បន្តមកទៀតវាក៏ដល់ restart បាននេះប៉ុណ្ណឹងនឹងតាមនឹងអ្នកគ្នាតែដល់ server ហើយឡើយនេះគឺក៏មាន start firewall ដែរចូលឥឡូវយើងទៅកាន់របស់យើងទាំងអស់គ្នាយើងមាន command នេះដើម្បី install បានគឺដូចយ៉ាងនេះយើងផាសវាចូលមកចាំតិចអ្នកគ្នាពង install នេះអ្នកគ្នាវា install ហើយវាលើ complete ទេបន្ទាប់ពីយើង install បានហើយយើងត្រូវនេះទៅ configure បានអ្នកគ្នាដែលវាមាន command នេះ copy ផាសមកនេះយើង command មកផងនេះយើងចូល fix អឺអ្នកគ្នាកន្លែង local នេះយើងដូរពី local ដល់ any វិញបន្ទាប់ពីយើងចូលមើលវាហើយយើងខ្ញុំ clear មួយទៅអ្នកគ្នាអឺទៅទៀតគឺយើង start បានជ្វីគឺយើង start វាមក enable ហើយយើងចង់ដឹងថាវាenable អត់យើងមាន status ដើម្បី check វាគឺវា active running ដូច web server ដែរទេអ្នកគ្នាអឺបន្ទាប់ពីយើង enable វាហើយគឺវា active ហើយយើងមានតាម step ឯណាគ្នាបន្តមកទៀតគឺយើងបើក port វាសិនដើម្បី สูตรបាន
យើងត្រូវបើ firewall តែក៏មិនយើងផាសវាមកsudo firewall ហ្នឹងតែមកយើងទៅយើងចូល nano ឆែកមើលភាសាទៀតដើម្បីគេ0ពេលដែលយើងបើកពេលដែលយើង firewall វាហើយអ្នកគ្នាពេលដែលយើងបើក firewall ហើយបើក port ហើយអីខ្ញុំសុំចូល terminal CMD ដើម្បី nlog out វាមើលបោះ Google នេះ domain នេះអ្នកគ្នាគេធ្វើ time out មុនមកវា unknown តែស្គាល់ address ខ្ញុំសុំ unload ភាសាទៀតនេះអ្នកគ្នាគឺវាស្គាល់ឈ្មោះហើយមុនមក unknown តែស្គាល់ IP ដូច Facebook នេះបន្តមកទៀតសូមចូល nano ភាសាទៀតនេះយើងគឺជា0មួយណាគ្នាដើម្បីបើសិនជាយើងចង់បង្កើត domain ច្រើនយើងគ្រាន់តែថែមតែ0ហ្នឹងគេបើសិនជាយើងចង់បង្កើតhost ច្រើន domain យើងគ្រាន់តែបង្កើត0ឧទាហរណ៍ចង់បង្កើតពី3 domain 3 domain អញ្ចឹងយើងគ្រាន់តែថែម3 0ទៅមកគ្នាគឺយើងចង់បង្កើតប៉ុន្មាន domain យើងត្រូវថែមប៉ុណ្្នឹង0ដែរខ្ញុំសុំ start switch start សិនសិតបានសិនto ទៅការ restart ណាគ្នាចាំ CDM restart ในการติด complete comment ទៅជា restart ទី2 start name នេះគេយើង restart សិនដើម្បី restart switch វា error code នេះខ្ញុំសុំឆែកមើលសិនអ្នកគ្នាសុំ nano ចូលមើល file បទ name ហ្នឹង /name .com/db នេះឡើយនេះគឺយើងបន្ថែម file ណាគ្នាសូមចូល AI ទេអ្នកគ្នានេះយើងគ្រាន់តែ copy កន្លែងនេះមកអ្នកគ្នាវាមាន0 in មាន IP របស់យើងនៅនឹងទាំងអស់អ្នកគ្នាយើង copy ដល់កន្លែងហ្នឹងទៅយើងមកផាសនេះមកអ្នកគ្នាយើងគ្រាន់តែដូរឈ្មោះ domain របស់យើងទៅខ្ញុំចង់ដាក់ e9 ភាសាខ្ញុំមានថ្នាក់ e9 អ្នកគ្នាហើយ example នេះគ្រាន់តែលុបវាទៅឥឡូវនេះយើងចង់ដាក់ឈ្មោះអីក៏បានដែរអ្នកគ្នាតែអ្នកនរគ្នាទេ domain ហ្នឹងមិនប្រកាសថាដាក់បានតែ e9 ទេ
.9.com អានេះវាស្មើនឹងមួយ domain មួយណាគ្នាបើស្អីយើងចង់ដាក់ពី3 domain ចឹងទៅយើងគ្រាន់តែដូរឈ្មោះទេដោយសារខ្ញុំចង់ host ពី3 domain ខ្ញុំមានទៅ mx 10 mail ចង់មើលថា mail server .com .e9.com អានោះគឺឈ្មោះ domain ណាគ្នាអឺទៅសុំមក syntax វាតិចណាគ្នាa ហើយយើងវាយ IP 192.168.1 in នេះគឺជា in នេះមានក្នុង0ទេទាំងអស់គ្នាយើង C name នេះមានតែ chain name server.e9.com server.com គឺយើងបាន2 domain ដែលមាន IP 192.168.1.1នេះគ្នាបន្តមកទៀតខ្ញុំសូមធ្វើការ restart វាrecord add port ហើយ add running នេះទៅមិនដែរ active ខ្ញុំសូមឆែកមើលវាសិនអ្នកគ្នាnano មើលសិននេះមាន server in root in A ទាំងអស់នេះគ្នាតាខ្ញុំធ្វើការ restore វាសិនទៅអ្នកគ្នាmaster directory នេះគ្នាលេងហើយយើងមកប្រកាសស្រួលវាមួយទៀតហើយខ្ញុំសូមធ្វើការវិសាមិញយើងមកប្រកាសដាក់0នេះអ្នកគ្នាដាក់0នេះហើយក្នុងនោះនៅក្នុង file របស់ /name នេះដាក់ directory នេះគឺ IP វា 1.3 IP វា 1.4 1.4 ត្រូវហើយគឺអានេះ IP នេះយើងមានន័យថា 1.4 នេះបូក password អ្នកគ្នាពេល 1.3 នេះគឺបូក password